តាមពិតទៅគ្មាននរណាម្នាក់និយាយអំពី Apple Watch នេះទេក៏ប៉ុន្តែសំណាងណាស់ដែលអ្នកទាំងគ្នាមានខ្ញុំហើយខ្ញុំនឹងបង្រៀនអ្នកទាំងគ្នាពីរឿងរ៉ាវមួយចំនួនលើ Apple Watch នេះនៅពេលអ្នកគ្នាសង្ស័យរកទូរស័ព្ទ iPhone យើងគ្រាន់តែចុចនៅចំណុចមួយនេះវានឹងឮសំឡេងពេលដែល iPhone អ្នកគ្នាជ្រូកបាត់នៅគៀនកលៀតតុឬក៏ភ្លេចនៅក្នុងកលៀតណាមួយដល់មិនបាច់មាន app ផ្ទះដៃផ្ទះអីណាញញ៉ៃហើយចូលដល់ចំណុចទី2រាល់ពេលដែលទូរស័ព្ទ iPhone អ្នកគ្នាចង់ប្រើកាមេរ៉ាមើលរបស់ឯណាលើធ្នឹមអញ្ចឹង Apple Watch មានកាមេរ៉ាបង្កប់នៅបែបនេះដោយជំនួយគួបជាមួយនឹងទូរស័ព្ទ iPhone យើងអ្នកគ្នាអាចឃើញមុខរបស់ខ្ញុំនៅក្នុង Apple Watch ឬក៏អ្នកគ្នាអាចមើលរបស់នៅធ្នឹមនៅខ្ពស់ដែលអ្នកគ្នាចង់មើលឈោមិនដល់យើងគ្រាន់តែដាក់កាមេរ៉ាយើងប្រចាំនោះឃើញរបស់នោះនៅក្នុងកាមេរ៉ាយើងជាក់ច្បាស់បែបនេះតែម្ដងខ្ញុំយល់ថាវាមានប្រយោជន៍ខ្លាំងអូខេចូលដល់ចំណុចទី3លក្ខណៈនាឡិកាដើរកាត់ទឹកភ្លៀងឬក៏ចូលទឹកនីតិកន្លែងណាមួយអ្នកគ្នាគាត់ប៉ះនៅកម្មវិធីលើកន្លែងទាញទឹកនេះចេញមកប្រកបថ្នាក់វានឹងច្រានទឹកចេញពីក្នុងនាឡិកាដៃអ្នកគ្នាដល់អូតូម៉ាទិកបែបនេះការពារសុវត្ថិភាពខ្លាំងមែនទែនចង់បញ្ចប់ finally អ្នកគ្នាធ្វើការស្កត់ដូរម៉ោងដល់ពេលដែលយើងចង់ដូរមុខម៉ោងរបស់យើងអញ្ចឹងមែនទេកុំធ្វើអញ្ចឹងមានវិធីងាយស្រួលជាងហ្នឹងចូល setting ស្គាល់ទៅរកពាក្យថា time ម៉ោងនេះ clock ហើយភ្លើង function កន្លែងមានពាក្យថា switch to switch watch face បើឲ្យភ្លឺចឹងមកគាត់យកដៃស្កូតលើចុងអេក្រង់វានឹងដូរម៉ោងដែលមានភាពងាយស្រួល easy បែបនេះអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀត